បាទអញ្ចឹងយើងទៅតជាមួយគ្នាតកតងជាមួយនឹង x ស្មើនឹង y ដដែលខ្ញុំចង់បញ្ជាក់ថាជាទូទៅមនុស្សយើងទៅធ្វើការងារឬក៏យើងទៅរកស៊ីអីយើងសួរថាការងារហ្នឹងធ្វើអីគេហ្នឹងហើយការងារហ្នឹងលំបាកអត់ហើយមួយថ្ងៃធ្វើការងារប្រហែលម៉ោងយើងតែងតែសួរអាហ្នឹងមុនហ្នឹងហើយថែមទាំងយើងមិនដឹងខ្លួនថាយើងកំពុងតែយើងសម្លឹងមើលអីគេគឺយើងមើលអឺលទ្ធផលនៃការងារឬក៏អាជីពឬក៏របរដែលយើងកំពុងតែសម្លឹងមើលហ្នឹងឬក៏ហៅថា x ហ្នឹងហើយយើងធៀបពិតទៅយើងត្រូវការតែ y ទេមែនទេយើងមិនត្រូវការមើល x នោះគឺជា x អ្វីឡើយសំខាន់ x នោះវាឲ្យផលយើងកម្រិតណាហ្នឹងហើយ x នោះគឺជា x ដែលស្របច្បាប់ទៀតមែនទេហ្នឹងហើយអញ្ចឹងមនុស្សយើងជាទូទៅគឺយើងចាប់ផ្ដើមធ្វើរឿងអ្វីមួយគឺផ្ដោតទៅលើពាក្យថា y នឹងឯងឬក៏ហៅថាលទ្ធផលនៃអាជីពអញ្ចឹងលទ្ធផលនៃអាជីពវាមានច្រើនដែលយើងត្រូវជ្រើសរើសយើងតែងតែចង់បានx មួយណាឬក៏អាជីពមួយណាដែលល្អហើយនឹងល្អជាងយើងតែងតែរើសល្អហើយនឹងល្អជាងជានិច្ចមែនទេហ្នឹងហើយចឹងហើយធ្វើឲ្យមនុស្សយើងផ្លាស់ប្ដូរពីការងារមួយទៅការងារមួយពីរបរមួយទៅរបរមួយស្វែងរកមិនចេះចប់មិនចេះហើយហ្នឹងហើយគឺដើម្បីអីគឺដើម្បីពាក្យថា why ហ្នឹងមែនអត់ហ្នឹងហើយអញ្ចឹងបានន័យថាយើងមិនបានរើសx នោះទេ x ហ្នឹងគឺជា x អ្វីល្អមើលឬក៏មិនល្អមើលសំខាន់លទ្ធផលនៃ x ឬក៏លទ្ធផលនៃអាជីពនោះវាគឺជាចម្លើយសម្រាប់ជីវិតរបស់យើងថាជីវិតរបស់យើងបានអីនៅលើ x មួយហ្នឹងលទ្ធផលនៃ x គឺជាលទ្ធផលនៃជីវិតពិតទេហ្នឹងហើយអញ្ចឹងសរុបមកយើងមិនបានខ្វល់ពី x ឬក៏ការងារហ្នឹងជាអ្វីឡើយឲ្យតែស្របច្បាប់មិនកេងប្រវ័ញ្ចមិនបោកប្រាស់អ្នកដទៃហើយវាអាចធ្វើឲ្យផ្លាស់ប្ដូរជីវិតរបស់យើងបានគឺយើងត្រូវការវាពិតទេ